បរិះដែលចាក់ពឹសពោះចូលក្នុងខ្លួន20ឆ្នាំរហូតឈាមคล้ายជាថ្នាំទឹកក្នុងពិភពវេជ្ជសាស្ត្រនៅក្នុងពិភពភាពយន្តយើងតែងតែឃើញតួអង្គ Superhero ទទួលបានថាមពលពិសេសបន្ទាប់ពីសត្វល្អិតឬសត្វមានពឹសខាំប៉ុន្តែនៅក្នុងជីវិតពិតមានបរិះម្នាក់បានធ្វើរឿងដ៏រន្ធត់និងអស្ចារ្យមិនចាញ់ក្នុងសាច់រឿងកុននោះឡើយបរិះម្នាក់នោះមានឈ្មោះថា Steve Lutwin កើតនៅសហរដ្ឋអាមេរិកប៉ុន្តែបច្ចុប្បន្នរស់នៅទីក្រុងឡុងប្រទេសអង់គ្លេសមុខរបរចម្បងរបស់គាត់គឺជាតន្ត្រីរ៉ុកតែគាត់មានចំណង់ចំណូលចិត្តចម្លែកនិងខុសប្លែកពីគេយ៉ាងខ្លាំងតាំងពីអាយុ10ឆ្នាំមកម្លេះនោះគឺការស្រឡាញ់និងចិញ្ចឹមពស់ពឹសទម្លាប់ប្រថុយជីវិតជាង20ឆ្នាំតាំងពីដើមទសវត្សរ៍ឆ្នាំ1990មក Steve ចាប់ផ្ដើមធ្វើរឿងមួយដែលមនុស្សធម្មតាមិនហ៊ានសូម្បីតែគិតគាត់បានបូមយកពឹសពស់អាសេរពឹសកាយដូចជាពស់វែកក្របីពស់ដាំបាខ្មៅនិងពស់ក្របីជាដើមមកចាក់ចូលក្នុងដៃខ្លួនឯងជាប្រចាំអស់រយៈពេលជាង20ឆ្នាំគាត់ត្រូវពស់ខាំនិងចាក់ពឹសចូលខ្លួនឯងសរុបជាង200ដងការសាកល្បងនេះមិនមែនជោគជ័យដោយស្រួលនោះទេមានពេលមួយគាត់បានចាក់ពឹសពស់3ប្រភេទបញ្ចូលគ្នានៅក្នុងដៃតែមួយដែលជាហេតុធ្វើឲ្យដៃរបស់គាត់ហើមធំខ្លាំងរលួយសាច់និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមគ្រូពេទ្យកាលនោះស្ទើរតែត្រូវកាត់ដៃរបស់គាត់ចោលនិងបានប្រាប់ថាគាត់អាចនឹងស្លាប់ប៉ុន្តែជាសំណាងល្អគាត់បានរួចផុតពីសេចក្តីស្លាប់យ៉ាងប្រផិតប្រផើយការចាក់ពឹសបន្តិចម្ដងអស់រយៈពេលជាច្រើនឆ្នាំនេះបានធ្វើឲ្យរាងកាយរបស់លោកបង្កើតបានជាប្រព័ន្ធការពារដ៏រឹងមាំអស្ចារ្យឈាមរបស់គាត់អាចបន្សាបពឹសពោះកាយបានយ៉ាងងាយស្រួលរឿងនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាកលវិទ្យាល័យកូបិនហាកនៅក្នុងប្រទេសដាណឺម៉ាកក្រុមអ្នកវិទ្យាសាស្ត្របានកោះហៅគាត់និងសូមយកឈាមរបស់គាត់ទៅស្រាវជ្រាវដើម្បីបូមយក antibody ពិសេសក្នុងឈាមរបស់គាត់ទៅផលិតជាថ្នាំបន្សាបពឹសពោះជំនាន់ថ្មីដែលមានតម្លៃថោកជាងមុននិងអាចជួយសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំរឿងរ៉ាវឆ្លុះបញ្ចាំងអ្វីបានទង្វើដំបូងរបស់លោក Steve Lutwin កើតចេញពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួននិងការប្រថុយប្រថានដ៏គ្រោះថ្នាក់ដែលគ្រូពេទ្យតែងតែហាម5យ៉ាងដាច់ខាតក៏ដោយប៉ុន្តែលទ្ធផលចុងក្រោយនៃសាច់រឿងជីវិតមួយនេះបានប្រែប្រួលទៅជាអភូតហេតុដ៏អស្ចារ្យមួយដែលអាចផ្លាស់ប្ដូរប្រវត្តិសាស្ត្រវិទ្យាសាស្ត្រពិភពលោកទាំងមូលនេះជាករណីពិសេសកម្រមានបំផុតក្នុងលោកដាច់ខាតកុំយកតម្រាប់តាមឲ្យសោះព្រោះពឹសពោះអាចបណ្ដាលឲ្យពិការឬបាត់បង់អាយុជីវិតភ្លាម